សួស្តីអ្នកទាំងអស់គ្នាវិលមកជួបខ្ញុំសាជាថ្មីម្ដងទៀតនៅពាក្យបច្ចេកទេសដែលយើងប្រើប្រាស់ក្នុងវិស័យសំឡេងជាភាសាចិនថ្ងៃនេះខ្ញុំនឹងបន្ត5ពាក្យទៅមុខទៀតអ្នកទាំងអស់គ្នាកុំភ្លេចរំលឹកនៅពាក្យចាស់ៗដែលយើងរៀនកន្លងមកខ្ញុំសង្ឃឹមថាអ្នកទាំងអស់គ្នាយល់អត្ថន័យនៃពាក្យនីមួយៗបានច្បាស់លាស់និងចេះសរសេរចេះអានទាំងអស់គ្នាតោះយើងបន្តពាក្យថ្មីទាំងអស់គ្នានៅ5ពាក្យទៀតពាក្យទី1នោះយើងអានថាកង់ថោកង់ថោជាភាសាអង់គ្លេសមានន័យថា foreman ឬក៏យើងបកជាភាសាខ្មែរមានន័យថាមេការពាក្យបន្តមកទៀតនោះយើងអានថាហកជាភាសាអង់គ្លេសមានន័យថា painter ឬក៏យើងប្រែជាភាសាខ្មែរគឺជាងលាបថ្នាំពាក្យបន្តមកទៀតនោះយើងអានថាទីមានឆោងជាភាសាអង់គ្លេសមានន័យថា ground floor ឬក៏យើងបកជាភាសាខ្មែរមានន័យថាជាន់ផ្ទាល់ដីពាក្យបន្តមកទៀតនោះយើងអានថាអ៊ីឆោងភីងមានធូជាភាសាអង់គ្លេសមានន័យថា first floor ឬក៏យើងបកជាភាសាខ្មែរមានន័យថាជាន់ទី1ពាក្យបន្តមកទៀតនោះយើងអានថាអឆោងភីងមានធូជាភាសាអង់គ្លេសមានន័យថា second floor ឬក៏យើងបកជាភាសាខ្មែរមានន័យថាជាន់ទី2ហ្នឹងហើយពាក្យយើងថ្ងៃនេះមានតែ5ពាក្យនេះឯងអ្នកទាំងអស់គ្នាកុំភ្លេចយកទៅរៀនអានរៀនសរសេរទាំងអស់គ្នាផងហ្នឹងហើយវីដេអូរបស់ខ្ញុំមានតែប៉ុណ្្នឹងឯងអរគុណសម្រាប់តាមដានវីដេអូរបស់ខ្ញុំកន្លងមកយើងនឹងជួបគ្នានៅពាក្យថ្មីបន្តទៀតនៅថ្ងៃបន្តអរគុណច្រើនអ្នកទាំងអស់គ្នាដែលតែងតែតាមដាន like share និង subscribe link ឬក៏ page របស់ខ្ញុំអរគុណច្រើន see you in the next video bye bye